សិក្សានៅក្នុងគូសម្រាប់ពួកគេជួយដល់បងប្អូននៅអង្គការអភិសិទ្ធនិងអង្គការមូលនិធិសម័យឡនហើយមូលនិធិទាំងអស់នេះក៏បានប្រមូលជាការចែករំលែករឿងទាំងឡាយដែលបងប្អូនទាំងអស់គ្នាមានតាមរយៈទំព័រ Facebook ដែលដូចជាការផ្សព្វផ្សាយនៅក្នុងរបស់ September អ្នកគ្រប់គ្រងរបស់អង្គការកញ្ញាទាំងអស់គ្នាស្ម័គ្រមានជំនួយហើយក៏បានលើកចែកជូនដល់បងប្អូនហើយជាពិសេសសម្រាប់ថ្ងៃនេះខ្ញុំក៏បានយកសេចក្តីស្រឡាញ់ទាំងអស់នេះមកចែកជូនដល់បងប្អូនទាំងអស់គ្នាដល់ថ្ងៃនេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងមានអារម្មណ៍សប្បាយរីករាយជាមួយនឹងកម្មវិធីទាំងអស់នេះហើយនៅក្នុងថ្ងៃនេះខ្ញុំក៏សូមចូលរួមសប្បាយរីករាយក្នុងថ្ងៃពិធីសកម្មភាពអន្តរជាតិក៏សូមប្រាថ្នាទៅបងប្អូនទាំងអស់គ្នាតាមសូមឲ្យគឺថាមានអារម្មណ៍ថាខ្លួនឯងមិនឯកាក៏មានអារម្មណ៍ថាខ្លួនឯងជួយកុមារដែលមានចិត្តតែមិនមែនអាចប្រើសិទ្ធិរបស់ខ្លួនឯងតមកជាមួយនឹងលោកឪពុកម្ដាយឬអ្នកគ្រូទេគឺអាចប្រើសិទ្ធិរបស់ខ្លួនឯងរស់នៅដោយមានសេរីភាពប្រើសិទ្ធិខ្លួនឯងធ្វើជាកូនល្អសិស្សល្អមិនល្អនឹងជាយុវវ័យដ៏ល្អរបស់សង្គមជាតិរបស់យើងតទៅមុខទេហើយខ្ញុំក៏សូមជូនពរដល់សប្បុរសជនដែលតែមានចិត្តមានក្តីស្រឡាញ់ក្នុងការចែករំលែកថវិកាផ្ទាល់ខ្លួនទៅជាកម្លាំងកាយកម្លាំងចិត្តជួយដល់បងប្អូនដែលជានិវិរគ្រោះដោយសារការរំលោភបំពានផ្សេងៗដែលគាត់តែមានចិត្តនិងសប្បុរសស្រឡាញ់និងចូលចិត្តចែករំលែកថវិកាផ្ទាល់ខ្លួនទៅសម្រាប់បងប្អូនតាមរយៈអង្គការកញ្ញា Fan Club តាមរយៈ September តាមរយៈអង្គការកញ្ញា Facebook គ្រប់ទីកន្លែងទាំងអស់ហើយសម្រាប់ថ្ងៃនេះខ្ញុំក៏សូមជម្រាបជូនពរដល់គណៈអធិបតីក៏ដូចជាលោកអ្នកគ្រូសាស្ត្រាចារ្យទាំងអស់សូមឲ្យមានសុខភាពល្អនិងសំណាងល្អពីព្រះគុណក្នុងគ្រួសារជាពិសេសក៏សូមជូនពរដល់បងប្អូនដែលជាអនុសិស្សនិងជាបងប្អូននៅក្នុងអង្គការមណ្ឌលសម័យមុនអភិសិទ្ធផងដែរសូមឲ្យបងប្អូនទាំងអស់គ្នាខិតខំប្រឹងប្រែងរៀនសូត្រធ្វើជាកូនល្អសិស្សល្អមិត្តល្អក៏ដូចជាយុវវ័យដ៏ល្អរបស់សង្គមជាតិទៅមុខទៀតសូមអរគុណច្រើន